បងប្អូនទាំងអស់គ្នាខ្ញុំឃើញវីដេអូនេះខ្ញុំសែនអាណិតកូនក្មេងបងប្អូនយើងដឹងហើយតែចរិតក្មេងនៅពេលដែលគេទៅសើឬគេសើចវាសប្បាយចិត្តវាចង់ឲ្យអ្នកជំនាញខ្លួនសប្បាយចិត្តហ្នឹងសារធាតុរបស់ក្មេងហើយចាស់បដែតបដោយឲ្យគ្នាវាយក្បាលគ្នាទៅវិញទៅមកឲ្យឈរសើចបងប្អូនបញ្ចុះបញ្ចូលបខូចឲ្យក្មេងៗអស់ហ្នឹងវាវាយក្បាលគ្នាទៅវិញមកហើយការវាយនេះមិនមែនធម្មតាមកដាក់ផ្លឹបដាក់តតែមានម្នាក់យំហើយការវាយនេះវាប៉ះពាល់ខ្លាំងមែនទែនទៅដល់ខួរក្បាលបងប្អូនគិតពិចារណាមើលទៅគ្រាន់តែផ្ទះក្បាលតិចហ្នឹងពុកម្ដាយខ្លះគេហាមឲ្យលេងបញ្ចុះបញ្ចូលឲ្យគ្នាលេងយកអាស្អីនេះដាក់ក្បាលគ្នាចុះឡើងអានេះប៉ះពាល់ធ្ងន់បងប្អូនពុកម៉ែបងប្អូនអស់នេះមុននឹងអនុញ្ញាតឲ្យកូនលេងអញ្ចឹងគិតពិចារណាបានមែនទែនបងប្អូនខួរក្បាលនេះគេថែណាបងប្អូនឲ្យមកដល់ជាឲ្យប៉ះពាល់ផ្ដេសផ្ដាសទេយើងទៅបដែតបដោយឲ្យគ្នាទៅអញ្ចឹងបងប្អូនគិតទៅថាវាមិនប៉ះពាល់ខ្លាំងមែនតើបងប្អូនខំថាវីដេអូនេះនឹងផ្ញើទៅដល់អ្នកដែលគាត់បដែតបដោយឲ្យក្មេងលេងអញ្ចឹងគិតពិចារណាឡើងវិញបងប្អូនកូនគេកូនយើងខួរក្បាលនេះកុំចេះតែលេងប្រដេះប្រដាស